ចំពោះចំណោទទី1នេះគេថាគេរៀបរបងថ្មមួយដែលមានប្រវែង18ម៉ែត្រនិងកម្ពស់ 2.2 ម៉ែត្រក៏គេឲ្យគណនាផ្ទៃកាឡារបងមានន័យថាចេះរបងហ្នឹងបើសិនជាយើងគូររូបឧទាហរណ៍ថារូបវាចេះបាទអញ្ចឹងកម្ពស់វានេះគឺ 2.2 ម៉ែត្រហើយប្រវែងរបស់វានេះគឺ18ម៉ែត្រអញ្ចឹងដើម្បីរកផ្ទៃកាឡារបងហ្នឹងមានថាយើងរកផ្ទៃកាឡារបស់ចតុកោណកែងនេះមកបាទអញ្ចឹងផ្ទៃកាឡាចតុកោណកែងគឺរូបមន្តវា a ស្មើនឹង a គុណឲ្យ b ឬក៏បដៅគុណឲ្យតតឹងអញ្ចឹងយើងដាក់កគណនាផ្ទៃកាឡារបងបាទអញ្ចឹងយើងដាក់តាមរូបមន្ត a ស្មើនឹង a គុណឲ្យ b ដោយ a ស្មើនឹងយើងយក 2.2 ម៉ែត្រក៏បាន b ស្មើនឹង18ម៉ែត្រនោះ a ផ្ទៃកាឡាស្មើនឹង 2.2 ម៉ែត្រគុណឲ្យ18ម៉ែត្របាទអញ្ចឹងយើងគុណមកអញ្ចឹងចម្លើយរបស់វាគឺ39.6ម៉ែត្រគុណម៉ែត្រជាម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃកាឡារបងគឺ39.6ម៉ែត្រការ៉េបាទចំពោះលំហាត់ខគេថាតើគេត្រូវការឥដ្ឋប្រមាណដុំបើគេដឹងថា1ម៉ែត្រការ៉េប្រើឥដ្ឋអស់50ដុំអញ្ចឹងលំហាត់ខនេះគឺយើងរកចំនួនដុំឥដ្ឋរកចំនួនដុំឥដ្ឋបាទអញ្ចឹងយើងដាក់ថាដោយ1ម៉ែត្រការ៉េប្រើឥដ្ឋ50ដុំហើយផ្ទៃកាឡារបស់យើងខាងលើមិញនេះផ្ទៃកាឡាសរុបផ្ទៃកាឡារបងទាំងអស់ហ្នឹងគឺ 39.6 ម៉ែត្រការ៉េបាទអញ្ចឹងនោះយើងយកវាគុណគ្នាមកឃើញចំនួននេះអញ្ចឹងយើងយកយើងបាន39.6គុណជាមួយនឹង50បាទអញ្ចឹងយើងគុណទៅវាឃើញ1980ដុំបាទដូចនេះគេត្រូវការឥដ្ឋចំនួន1980ដុំលំហាត់ទី2នេះគេថាអាងហែលទឹកមួយគុំដោយកន្លះថាស2និងចតុកោណកែងមួយដូចរូបចូលគណនាផ្ទៃកាឡាបាតអាងទឹកនេះគេឲ្យផាយស្មើ22លើ3បាទ3/14នឹងដូចតែគ្នាទេអញ្ចឹងនៅក្នុងលំហាត់នេះយើងមើលតាមរូបមានន័យថាអានេះគឺជាកន្លះបន្ទាត់មួយខាងនេះកន្លះវងមួយហើយនឹងខាងនេះគឺជាកន្លះវងមួយទៀតអញ្ចឹងបើយើងផ្គុំមកពីរនឹងបញ្ចូលគ្នាទៅវាចេញបានជាវងមួយបាទចេញបានជាវងមួយអញ្ចឹងអាខាងក្នុងនេះគឺជាចតុកោណកែងយើងដើម្បីរកផ្ទៃកាឡារបស់វាយើងរកផ្ទៃកាឡារបស់វងមួយមកផ្ទៃកាឡារបស់វងមួយហើយនឹងផ្ទៃកាឡារបស់ចតុកោណកែងមួយមកហើយយើងបូកវាបញ្ចូលគ្នាទៅយើងឃើញផ្ទៃកាឡាបាតអាងសរុបហើយបាទអញ្ចឹងអានេះយើងរកផ្ទៃក្រឡាបាតអាងទឹកបាទអញ្ចឹងដោយសាររូបនេះវាមាន2ខ្ញុំដាក់តាមមួយចូលហ្មងទៅតាមរូបមន្តផ្ទៃកាឡាគឺ a ផ្ទៃកាឡាវងរបស់យើងគឺផៃ a ការ៉េបូកជាមួយនឹងផ្ទៃកាឡារបស់ចតុកោណអញ្ចឹងផ្ទៃកាឡាចតុកោណគឺ a គុណឲ្យ3ដោយផៃយើងនេះគេឲ្យមកស្មើនឹង22លើ7បាទ a គឺកម្មយើងមើល40បាទ42ម៉ែត្រនេះអញ្ចឹងពេលដែលយើងយក42ម៉ែត្រហ្នឹងគឺជាដីអានេះ42ម៉ែត្រ
Chẳng chừng dụ D nó chạy nắng chẳng pi máu nhưng ban sai sập pi này chạy nắng pi chừng ban mắn mà phải muối mệtต่อไปจะทำง่ายคือหุบขังขนองนี่vàหุบขังขนองนี่คือประดาวแบบนี้คือ50 mét แต่ตึงแบบนี้คือsai sập pi mét chẳng Aนี่คือ smart นั้น sai sập pi mét 3 smart นั้น50 mét យើងជំនួសទាំងអស់នឹងចូលទៅក្នុងរូបមន្តទៅនោះ A នេះគឺ smart នឹងផៃគឺយើងយក22លើ7គុណឲ្យ A ការ៉េគឺ21 ម៉ែត្រលើកជាការ៉េបូកជាមួយនឹង42 ម៉ែត្រគុណឲ្យ50 ម៉ែត្របាទអញ្ចឹងអានេះយើងគុណមកយើងអាចយក21លើកជាការ៉េហើយមកក៏បានដែរបាទ21លើកជាការ៉េ441 ម៉ែត្រការ៉េបាទបូកយើងយក50នេះយក42គុណជាមួយនឹង50មកឃើញ2100 ម៉ែត្រគុណម៉ែត្រចេញម៉ែត្រការ៉េបាទអញ្ចឹងយើងអាចយក22គុណនឹង441នេះមក22គុណនឹង441បាទអញ្ចឹងវាបាន9702 ម៉ែត្រការ៉េចែកជាមួយនឹង7បាទហើយចាំយើងចូលចែកនឹង7មកបាទចែកនឹង7ទៅឃើញ1386 ម៉ែត្រការ៉េបូកជាមួយនឹង2100 ម៉ែត្រការ៉េបាទអញ្ចឹងយើងបូកទៅវាឃើញ3486 ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃកន្លាបាតអាងទឹកគឺ3486 ម៉ែត្រការ៉េហើយទី3នេះគេថាដំបូលផ្ទះមួយខ្នងគុំដោយចតុកោណភ្នែកនិងត្រីកោណដូចរូបគេប្រក់ក្បឿងអស់50សន្លឹកក្នុង1 ម៉ែត្រការ៉េរកចំនួនក្បឿងទាំងអស់អញ្ចឹងដើម្បីរកក្បឿងចំនួនក្បឿងទាំងអស់តើយើងស្គាល់ផ្ទៃកាឡារបស់ដំបូលនឹងទាំងអស់សិនអញ្ចឹងយើងត្រូវរកផ្ទៃកាឡារបស់វាទាំងអស់តែនៅក្នុងនេះគេឲ្យមកនេះគឺជាត្រីកោណអានេះមានន័យថារូបនេះបាទរូបនេះត្រីកោណអញ្ចឹងបើសិនជាខ្ញុំគូត្រីកោណនឹងចេះបាទអញ្ចឹងដើម្បីរកផ្ទៃកាឡាត្រីកោណតើយើងស្គាល់កម្ពស់ហើយនឹងស្គាល់បាតខាងក្រោមអញ្ចឹងបាតខាងក្រោមនេះគេឲ្យមកហើយគឺ9 ម៉ែត្រដល់ពេលកម្ពស់វានេះគឺ3 ម៉ែត្របាទ3 ម៉ែត្រហើយមួយទៀតគឺផ្ទៃកាឡារបស់ចតុកោណភ្នែកបាទរូបនេះបាទភាសាលើណាក្រោមនេះវាដូចគ្នាទេអញ្ចឹងយើងរកថាក្រោមនឹងហើយគុណនឹង2មកចេញចម្លើយហើយអញ្ចឹងនៅក្នុងចតុកោណភ្នែកយើងស្គាល់បាតតូច3 ម៉ែត្របាតធំខាងលើនេះគេឲ្យមក12 ម៉ែត្រអញ្ចឹងវាស្មើគ្នាទេអានេះហើយនឹងកម្ពស់វានេះគឺ6 ម៉ែត្រដែរអញ្ចឹងដើម្បីរកផ្ទៃកាឡាទាំងអស់របស់វាត្រូវចាំរូបមន្តបាទអញ្ចឹងខ្ញុំដាក់តាមរូបមន្តបាទផ្ទៃកាឡារបស់វាទាំងអស់ត្រីកោណផ្ទៃកាឡាវាខ្ញុំយកសេបាទគុណជាមួយនឹងហាសគឺជាកម្ពស់របស់ត្រីកោណហើយចែកនឹង2បាទដោយរូបនេះត្រីកោណនេះមាន2នេះខាងនេះផងខាងនេះផងអញ្ចឹងយើងគុណថែមនឹង2ហើយមកបាទហើយបូកជាមួយនឹងចតុកោណភ្នែកបាទចតុកោណភ្នែកគឺយើងយកបាតតូច A បូក B បាតតូចបូកបាតធំហើយគុណនឹងកម្ពស់គឺហាសតែដោយសារកម្ពស់កន្លែងនេះគឺហាសវាផ្សេងគ្នាមួយហាសត្រីកោណស្មើ3 ម៉ែត្រមួយហាសចតុកោណភ្នែកស្មើនឹង6 ម៉ែត្រអញ្ចឹងខ្ញុំដាក់នេះគឺហាសអងបាទហាស1ហើយចែកជាមួយនឹង2ហើយយើងគុណនឹង2វិញដោយសារអីអាហ្នឹងគឺមានចតុកោណភ្នែក2លើមួយក្រោមមួយនេះអានេះក្រោមអានេះក៏ចតុកោណភ្នែកដែរអញ្ចឹងយើងសម្រួលលេខ2ចោលទៅនេះបាទសម្រួលលេខ2នេះចោលទៅអញ្ចឹងត្រីកោណនេះនៅសល់តែសេគុណឲ្យហាសបូកជាមួយនឹងចតុកោណភ្នែកគឺនៅសល់ A បូក B បាតតូចបូកបាតធំហើយគុណនឹងហាសអងបាទព្រោះអាលេខ2នេះយើងសម្រួលចោលបាត់ហើយបាទសម្រួលលេខ2នេះចោលបាត់ហើយអញ្ចឹងនៅសល់តែប៉ុណ្្នឹងដោយសេស្មើនឹង9 ម៉ែត្រហាសស្មើនឹង3 ម៉ែត្រ A ស្មើនឹងបាតតូច6 ម៉ែត្រ
B ស្មើនឹង12 ម៉ែត្រហើយហាស់អងស្មើនឹង6 ម៉ែត្រអញ្ចឹងយើងយកវាទៅជំនួសចូលរូបមុនទៅនោះរបស់យើងនេះស្មើនឹង9 ម៉ែត្រគុណឲ្យ3 ម៉ែត្របាទបូកអានេះ6 ម៉ែត្របូកនឹង12 ម៉ែត្រហើយគុណនឹងហាស់អងគឺ6 ម៉ែត្របាទអញ្ចឹងយើងបូកអានេះគុណគ្នា8ដល់27ម៉ែត្រគុណម៉ែត្រជាម៉ែត្រការ៉េបូកជាមួយនឹងយើងបូកមកវាបាន18បាទ18គុណនឹង6មកបាន108ម៉ែត្រការ៉េបាទអញ្ចឹងយើងបូកចូលគ្នាទៅវាបាន135ម៉ែត្រការ៉េហើយក្នុងនេះយើងដាក់ថាគេប្រក់ក្បឿងអស់បាទគេប្រក់ក្បឿងអស់50សន្លឹកក្នុង1 ម៉ែត្រការ៉េបាទអញ្ចឹងយើងយកគុណមកយើងបាន135នេះគុណជាមួយនឹង50ទៅ135គុណនឹង50បាទឃើញ6750សន្លឹកបាទអញ្ចឹងដូចនេះចំនួនក្បឿងទាំងអស់គឺបាទជាចម្លើយរបស់វា